ខ្ញុំគឺជាសិស្សខ្ញុំសន្សំសម្រាប់ការសិក្សាខ្ញុំជាអ្នកធ្វើការខ្ញុំសន្សំសម្រាប់គ្រួសារខ្ញុំជាម្ចាស់អាជីវកម្មហើយខ្ញុំសន្សំសម្រាប់សុបិនរបស់ខ្ញុំមិនថាជានរណាការសន្សំពិតជាមានសារៈសំខាន់សម្រាប់បំពេញតម្រូវការចាំបាច់និងស្ថានភាពបន្ទាន់នាពេលអនាគតរបស់យើងម្នាក់ៗចាប់ផ្ដើមសន្សំនៅថ្ងៃនេះសន្សំបែប Digital សន្សំជាមួយអម្រិត Mobileវីដេអូនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរដល់ទិវាសន្សំអាស៊ាននៅថ្ងៃទី31តុលាខាងមុខនេះជារៀងរាល់ឆ្នាំធនធានជាតិនៃកម្ពុជារៀបចំទិវាសន្សំក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំប្រាក់ដែលស្របទៅនឹងការខិតខំរបស់ប្រទេសដែលជាសមាជិកអាស៊ានក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់និងនៅតាមប្រទេសដែលជាសមាជិករបស់អាស៊ាននីមួយៗហើយជារៀងរាល់ឆ្នាំអម្រិតពិតជាមានមោទនភាពក្នុងនាមជាអ្នកឧបត្ថម្ភធំមួយរូបនៅក្នុងកម្មវិធីដ៏មានសារៈសំខាន់មួយនេះប្រសិនបើអ្នកទាំងអស់គ្នាស្ថិតនៅក្នុងខេត្តកំពតនៅថ្ងៃទី31តុលាខាងមុខនេះសូមអញ្ជើញអ្នកទាំងអស់គ្នាមកចូលរួមទិវាសន្សំអាស៊ានឲ្យបានច្រើនកកហើយពួកយើងនឹងធ្វើចាប់ពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 6 ល្ងាចនៅក្នុងទីក្រុងកំពតនៃខេត្តកំពតទិវាសន្សំអាស៊ាននេះគឺផ្ដល់ជូននូវចំណេះដឹងផ្នែកហិរញ្ញវត្ថុទស្សនាការបង្ហាញពីសេវាសន្សំផ្លូវការនិងទទួលបានការកម្សាន្តជាច្រើនទៀតហើយជាពិសេសអ្នកទាំងអស់គ្នានឹងទទួលបាន 4,000 រៀលភ្លាមៗនៅពេលដែលបើកជាមួយនឹងអម្រិត Mobile អបអរសាទរទិវាសន្សំអាស៊ាន31តុលាសន្សំប្រាក់ដោយមានភាពឆ្លាតវៃសន្សំប្រាក់ដោយក្តីស្រឡាញ់